รัตนวัตถุดอกประสาได้มันอาจមានអ្វីកាត់ថ្លៃបានដោយដែលប្រកាសណាជាម្ចាស់តែងតែស្វាត់ជាយនៅក្នុងកម្មវិធីផ្សេងមានពាក្យជាដើមថាយ៉ាងកញ្ចរតនាំងលោកេវិជ្ជតិវិវិធាំងធម្មរតនាំងជាដើមនឹងថារតនៈតែណាមួយក្នុងលោកមានច្រើនបែបច្រើនយ៉ាងក៏ប៉ុន្តែរតនៈទាំងនោះមិនមានរតនៈណាមួយស្មើដោយធម្មរតនៈទេហើយពាក្យនេះក៏អាចយល់ជ្រាបទៅដល់បតីទៅដល់ទឹកចិត្តពុទ្ធបរិស័ទបានក៏ទល់តែអាស្រ័យយើងបានស្ដាប់បានជ្រះថ្លាដែរប៉ុន្តែបើសិនបើបុគ្គលដែលមិនបានយល់សេចក្តីនៃពធឯណានេះមួយយកទៅអនុវត្តក្នុងជីវិតទេឮពាក្យនេះប្រកាសជាអាចគិតថាជាការអួតជាការលើកតម្កើងហួសហេតុប៉ុន្តែនៅពេលដែលយើងយល់ពិតប្រកបហើយគឺយើងឃើញបានយ៉ាងពិតប្រកបថាធម្មរតនៈនេះមិនអាចមានរតនៈឯណាមួយក្នុងលោកប្រៀបផ្ទឹមបានពិតមែនក្នុងន័យនេះមិនមែនជាការវាស់វែងដោយការលក់ដូរទេក្នុងការប្រៀបធៀបថាធម្មរតនៈជារតនៈល្អឯកមិនមានរតនៈណាប្រសើរដូចព្រោះរតនៈក្នុងលោកនេះកាន់តែបានកាន់តែខ្វល់ញាតិញោមបើមិនជឿមកនឹងពាក់ពេញឲ្យធំបន្តិចបំខ្វល់មែនទេណែបើពាក់ពេជ្រកាន់តែធំកាន់តែខ្វល់ហើយពេជ្រកាន់តែថ្លៃកាន់តែខ្វល់កាន់តែមើលងាយមើលអាយខ្លាចពីណាអាចបន្លំឬក៏ដោះដាក់កាបូបក៏ត្រូវតែប្រយ័ត្នកាបូបនឹងដែរតែបើពធនេះបានកាន់តែច្រើនកាន់តែត្រជាក់ចិត្តមែនទេចឹងមែនទេណាគឺប្រៀបធៀបដោយគុណភាពដែលធ្វើឲ្យផ្លូវចិត្តនឹងសុខដុមរមនាมันអាចមានរតនៈក្នុងលោកនេះធ្វើឲ្យមានភាពត្រជាក់ត្រជុំទេតែក៏មិនបដិសេធដែរសេចក្តីសុខក្នុងជីវិតរបស់យើងនឹងប្រព្រឹត្តទៅដោយសេចក្តីសុខផ្លូវកាយហើយនិងសេចក្តីសុខផ្លូវចិត្តបាទហើយដោយសារតែធម្មរតនៈនេះมันអាចមានអ្វីមកវាស់វែងបានទើបធម្មរតនៈនេះមិនគួរក៏បីដល់ការលក់ដូរនោះទេព្រោះมันមានរបស់ណាមួយសំគួរទិញធัวទេព្រោះកាត់ថ្លៃអត់បានអញ្ចឹងណាតាមដែលហាងឆេងធัวខ្ញុំរាល់ថ្ងៃបើកវេទិកាលក់សបុតក៏បានដែរក៏មានអ្នកចូលដែរតែមួយជីវិតនេះខ្ញុំអត់លក់សបុតរហូតហ្នឹងហើយពីព្រោះมันមានតម្លៃណាមួយដែលអាចយកមកទិញធัวនឹងបានទេហើយជាការតបស្នងពធព្រោះអីពីព្រោះពធនេះក៏បានចេះដឹងដោយសារសទ្ធាពុទ្ធបរិស័ទมันបានទៅអស់លុយអស់កាក់អីដើម្បីចេះទេនឹងហើយបើបានចេះដឹងធូរហើយទៅបើក workshop ធ្វើសាមណាលក់សបុតយកលុយហ្នឹងក៏បាត់ពុទ្ធបរិស័ទដែរមែនទេនៅបរទេសគេមានបើកសបុតពុទ្ធសាសនានៅបរទេសសូម្បីតែលោកជនជាតិបរទេសគេប្រកាសធ្វើសាមណាធ្វើធម្មសិក្ខាសាលាលក់សបុតហ្នឹងហើយសូម្បីតែឡាយឡាម៉ាទៅម្ដងសបុតអង្គុយមុខគេរាប់រយដុល្លារទៅនិយាយធំម្ដងបានរាប់លានដុល្លារខ្ញុំអត់សរសើរទេថាធូរអត់សមគួរដល់ការលក់ដូរទេមែនទេនឹងអញ្ចឹងតម្លៃនៃពធនេះមិនគប្បីយកតម្លៃណាមួយនៅក្នុងโลกនេះទៅប្រៀបធៀបទេព្រោះតម្លៃអ្វីក្នុងโลกនេះមិនមានអ្វីមួយដែលជារបស់ដែលជារតនៈធ្វើឲ្យចិត្តធូរស្បើយទេកាន់តែមានកាន់តែខ្វល់មែនទេហ្នឹងហើយតែឲ្យមានចុះខ្ញុំមិនមែនថាមិនឲ្យមានទេណាបើមានប្រើទៅតែថាឲ្យអស់ខ្វល់ព្រោះរបស់មាននឹងអត់ទេតែពធនេះកាន់តែមានកាន់តែខ្សែគប់កាន់តែអាស្រ័យកាន់តែតិចហ្នឹងភាពអស្ចារ្យរបស់ពធហ្នឹងអញ្ចឹងខ្ញុំបើកប៉ុណ្ណឹងក្រែងលោកបងប្អូនយើងមានសំណួរសាកសួរបាទហើយសូមនមស្ការលោកចាស់គ្រប់ព្រះអង្គនិងសូមគោរពលោកគ្រូនៅអរគុណលោកគ្រូអរគុណខ្លាំងហើយក៏សូមគោរពពុកម៉ែបងប្អូនជាការនទីបាទកុំអោយវែងឆ្ងាយខ្ញុំចាប់សួរលោកគ្រូតែម្ដងកណាគេឲ្យ2សូម3បានអត់សូម3ហើយថ្ងៃអរគុណលោកគ្រូថាបានមកជួបលោកគ្រូទេប្រហែលសារហើយតែលើកនេះដូចជាបានសម្រេចប៉ុណ្ណឹងមុនមកហ្នឹងគេអត់លក់គេអត់លក់និយាយពីរំពើរវា
bàn ôn thành chặt sực quạt cái để lộ lưng miên cầm lăng mò vào đó là ở trong dưới cái sông xua lục trù chạy xua đôi chia ra ngày ní nhưng cái này cái là pi được pi luôn nào phải chăm ngái pi chả sọc ngái cái biên là ha cầm mỏng và cái biên là ha cầm mỏng nhưng và đang đặt cái first strike thì có biên nào lúc tết còn tết là dân chuyên địa cầm mỏng tán dân châu ruộng ở Pana để bạn này tức lục trù này nè ទៅតែមើលលើចេតនាបាទព្រោះមានតែសិក្សាទៅលើអង្គសិក្ខាបទទេដែលអាចកំណត់ថាវាចូលរួមឬអត់ចឹងណាបាទបើសិនបើវាអត់មានវគ្គចេតនានៅក្នុងហ្នឹងរាប់ថាជាបាណាតិបាតអត់បានទេបាទចឹងណាបាទមើលលើចេតនាបាទបាទហើយសូមជួយមួយទៀតគឺចេតនាសួរពេលដូចយើងអ្នកខ្សែនៃចង្ការថាដាំបន្លែតាមអីអញ្ចឹងយើងត្រូវការប្រើប្រាស់ថ្នាំបាទអញ្ចឹងសាច់បើយើងអត់បាញ់វាស៊ីអស់ហ្មងបាទវាស៊ីមកយើងអត់បានតែហើយយើងបាញ់ទៅរោគវិធីមិនកិច្ចអាណាមួយតែយើងអាចបញ្ជាការយើងធ្វើទៅបាទណាទេបាទយើងអាចបាញ់មុនឧទាហរណ៍ថាយើងដឹងថាដល់ថ្ងៃប៉ុណ្ណេះខែប៉ុណ្ណេះហ្នឹងវាអាចមានសត្វស៊ីចឹងមានពេលខ្លះយើងអាចបាញ់មុនបាទហ្នឹងហើយបាទដូចយើងប្តីប្រពន្ធចឹងណាបើមានផ្ទៃឲ្យបានដាក់ថ្នាំអាហ្នឹងគឺជាបាណាតិបាតប៉ុន្តែបើយើងប្រើថ្នាំការពារអត់អីចឹងបាទគឺមិនឲ្យមានតែបន្តបាទសុំសំណួរចុងក្រោយប៉ុន្តែខាងព្រះវិន័យគេណាចង់សួរថាតើពីខុសដែលត្រូវអាបត្តិសង្ឃាពិសេសដែលលោកដឹងតែលោកអត់បានសម្ដែងប៉ុន្តែលោកក៏ធុញថប់ពេកក៏លោកសឹកទៅបាទលោកសឹកទៅមិនយូរក៏លើកចង់បួសវិញតើបួសជាភិក្ខុហើយទោសហ្នឹងជាប់វិញឬក៏យើងអាចបួសជាសាមណេរបានទេបាទអាបត្តិសង្ឃាពិសេសក៏ដីនិយាយរួមអាបត្តិទាំងអស់គឺលែងមានពេលដែលសឹកអញ្ចឹងអាបត្តិអីក៏ដោយបើដែលសឹកលែងមានទេបាទហើយអាបត្តិតូចតាចនោះមិនតាមរហូតដល់ពេលលោកបួសវិញទេតែអាបត្តិសង្ឃាពិសេសតាមនៅបើបួសជាភិក្ខុវិញណាបាទតែបើបួសជាសាមណេរអត់តាមទេព្រោះអានឹងសម្រាប់តែភិក្ខុបាទអរគុណស្លាត់ខ្លាបាទអរគុណហើយខ្ញុំសូមអរគុណនិងដឹងគុណលោកគ្រូដែលបានបង្រៀនធម៌ព្រះសម្មាសម្ពុទ្ធហើយក៏តាមដានស្ដាប់រហូតហើយក៏កើតនៅសមាធិកាលណាមានសមាធិហើយកង្វល់ក្នុងចិត្តទាំងឡាយអត់មានទេលោកគ្រូក៏ប៉ុន្តែនៅឆ្ងល់ត្រង់មេរៀនហើយមេរៀនហ្នឹងក៏បានស្ដាប់លោកគ្រូរហូតតាម Facebook ហើយក៏សូមប្រកាសខ្លួនថាជាកូនសិស្សលោកគ្រូផងហើយក្នុងនោះអត់នៅឆ្ងល់ត្រង់និយាយថាចេតនាជាទូកម្មហើយខ្ញុំអត់ច្បាស់លោកសូមលោកគ្រូជួយបញ្យល់ចេតនាជាទូកម្មក្នុងជីវ័នទី1ហ្នឹងឲ្យផលក្នុងបច្ចុប្បន្នជាតិហ្នឹងជាចេតនាបែបណាហើយចេតនាតួកម្មក្នុងជីវ័នទី7ហ្នឹងឲ្យផលក្នុងជាតិទី2ហ្នឹងជាចេតនាបែបណាអត់តន់យល់ដល់ចេតនាបែបហ្នឹងហើយសូមលោកគ្រូជួយបញ្យល់ជាឧទាហរណ៍ចាអរគុណលោកគ្រូសូមដឹងគុណលោកគ្រូជារៀងរហូតអង្គុយឡើងសិនណាគេលោកអត់យល់សួរថែមណាតាមពិតបើយើងនិយាយពីចេតនាកម្មផ្ដោតទៅលើអារម្មណ៍ណាវាអារម្មណ៍តែមួយដូចគ្នាតែចាំកម្មនោះវាចេះបែងចែកខណៈឲ្យផលអញ្ចឹងណានៅពេលដែលកម្មនីមួយកើតឡើងនៅក្នុងកាមាវចរៈចវ័នហ្នឹងវាមាន7ចវ័នទី1ដល់ទី7អញ្ចឹងណាហ្នឹងហើយគ្រាន់ថានៅពេលដែលវាឲ្យផលមិនមែនទាំង7ហ្នឹងរួមឲ្យផលដូចគ្នាទេហ្នឹងហើយចវ័នទី1ឲ្យផលជាទិដ្ឋធម្មវេទនីយកម្មណាទិដ្ឋធម្មវេទនីយកម្មគឺឲ្យផលនៅក្នុងជាតិនឹងឃើញតនហនជាក់ស្ដែងទាំងកុសលទាំងអកុសលខ្ញុំលើកជាឧទាហរណ៍ដូចជាអង្គុលិមេលទៅសម្រាប់មនុស្សច្រើនមែនទេហ្នឹងហើយកម្មរបស់លោកវាត្រូវចែកជា3ផ្នែកចឹងដែរ
ចវ័នទី1នៃការសម្លាប់មនុស្សរបស់លោកហ្នឹងតាមពិតបានឲ្យផលគឺទៅបាត់បាតគេយកដុំថ្មដុំអីគប់លោកនោះអាហ្នឹងលើអំពើដដែលទេប៉ុន្តែអាត្រូវសោយវិបាកបច្ចុប្បន្នហ្នឹងគឺរាល់អាចវ័នទី1ហ្នឹងឯងវាឲ្យផលណាបាទហើយកម្មរបស់លោកហ្នឹងវាចាំតែឲ្យផលជាតិទី2ទៀតបើសិនបើលោកមិនឃើញសច្ចធម៌បានភាពជាអរិយទេលោកប្រកាសជាទៅនរកហើយព្រោះនៅអាចវ័នទី7វាចាំតែឲ្យផលទេក៏ប៉ុន្តែដោយសារសោតាបត្តមៈកើតឡើងវាទៅកាត់ផ្ដាច់នៅកម្មដែលឲ្យបដិសន្ធិក្នុងអបាយភូមិនឹងដាច់លែងឲ្យមានឱកាសឲ្យផលតទៅទៀតអញ្ចឹងទៅកម្មចវ័នទី7ហ្នឹងវាទៅជាអហោសិកម្មឃើញទេអញ្ចឹងហើយបានជាអង្គុលមេលហ្នឹងมันអាចទៅអបាយភូមិដោយសារមានសោតាបត្តមៈហ្នឹងកាត់ផ្ដាច់ហើយអាទី2ដល់ទី7ហ្នឹងវាចាំតែឲ្យផលទេបើសិនជាអង្គុលមេលហ្នឹងមិនបានសម្រេចគុណធម៌បានជាភាពព្រាមព្រះអរហន្តទេកើតជាតិក្រោយគង់តែគេស្លាប់គង់តែគេអីរហូតតទៅអញ្ចឹងណាវានៅលើអំពើតែមួយតែវាចែកកណៈឲ្យផលអញ្ចឹងស្ដាប់បានទេចាបាទចឹងយើងអត់អាចកំណត់ជីវ័នរបស់យើងអានេះណាទី1ណាទី7យើងកំណត់អត់បានមិនមែនយើងអ្នកចាត់ចែងកម្មទេតាមពិតកម្មហ្នឹងវារត់ទៅអញ្ចឹងខ្លួនវាហើយដែលយើងយកមករៀនហ្នឹងគ្រាន់តែព្រះអង្គប្រាប់ថាអាណាវាធ្វើកិច្ចមិនអាណាវាធ្វើកិច្ចមិនតែប៉ុណ្្នឹងទេទោះជាយើងមិនរៀនក៏ដោយក៏កម្មហ្នឹងវាធ្វើការងារវាតែអញ្ចឹងបាននៅក្នុងនិយមព្រះអង្គបញ្យល់ឲ្យយើងយល់ពីលក្ខណៈធម្មតាឧទាហរណ៍ថាពីជានិយមតែណាដូចលហុងវាដោះមកលហុងយើងមានអត់ចាត់ចែងលហុងឲ្យដោះទៅអីបានទេមែនទេហ្នឹងហើយដូងវាដោះមកដូងឫស្សីវាដោះមកឫស្សីតែយើងសិក្សាដាក់ឈ្មោះគ្រាន់ដាក់ឈ្មោះឲ្យវាមានស្រាប់ទេយើងមិនមែនទៅបង្កើតពូជវាទេឃើញទេហើយពូជតុនិយមរបស់រដូវពេលក្តៅមកយើងអង្គុយទៅយើងបែកញើសធម្មតារដូវត្រជាក់ឡើងមកហើយអីយ៉ាងម៉េចយ៉ាងម៉េចវាប្រែប្រួលធម្មតារបស់វាអញ្ចឹងហើយដល់ពេលវាមានស្រាប់អញ្ចឹងទេបានយើងដាក់ឈ្មោះថារដូវនេះរដូវរំហើយរដូវនេះរដូវក្តៅរដូវនេះរដូវប្រាំងយើងមិនមែនបង្កើតរដូវប្រាំងទេយើងគ្រាន់ដាក់ឈ្មោះហៅតាវាមានស្រាប់ខ្លួនវាតែអញ្ចឹងរួចហើយបានព្រះអង្គប្រៀបមកធម៌ហ្នឹងថាកម្មនិយមគឺថាទំនៀមរបស់កម្មហ្នឹងវាអូតូអញ្ចឹងវារត់អញ្ចឹងហើយយើងគ្រាន់តែសិក្សាឲ្យដឹងតែប៉ុណ្្នឹងឯងអញ្ចឹងណាធម្មនិយមដែលវាកើតឡើងហើយចិត្តនិយមដែលវាត្រាច់ទៅតាមលំដាប់លំដោយដោយអំណាចអនន្តរបច្ច័យតគ្នាហ្នឹងអញ្ចឹងឯងយើងគ្រាន់តែរៀនឲ្យដឹងទេអញ្ចឹងណាបាទយើងអត់បានចាត់ចែងវាកើតទេបាទសាធុបាទby only